Năng ấy ở lời dương châu mà anh vật to là cầm thị SPA đôi bị đầu mình muốn nhưng ban bị chôn từ là mê riêng nó không xịp hậu ở lời dương anh vật to là cầm thị SPA nàyสำหรับคำที่ SPA សិស្សនិស្សិតអាចប្រើ version មួយណាក៏បានសម្រាប់ខ្ញុំមាន version 20ខ្ញុំប្រើ version នេះដើម្បីបង្ហាញសិស្សនិស្សិតទាំងអស់គ្នានេះជាកម្មវិធី SPS ជំនាន់ទី20ដោយសិស្សានុសិស្សបានឃើញអញ្ចឹងនៅពេលដែលយើងបើកដំណើរការកម្មវិធី SPA នេះវានឹងមានផ្ទាំងផ្ទៃជាប្រឡែងដល់ខ្ញុំបាននៅយើងហើយខាងលើនេះគឺជា toolbar របស់កម្មវិធីហើយនេះគឺជាហៅថា menu របស់កម្មវិធីសម្រាប់នេះជា variable ដែលនៅលើ Excel យើងហៅថា column ហើយផ្នែកខាងនេះគឺជា cache នៅលើ Excel យើងហៅថាជា row ដែលនៅលើផ្ទៃជា cell ជាតារាងនេះគឺវាស្ថិតនៅក្នុងនេះ data view អញ្ចឹងនៅពេលដែលយើងចុចលើ variable view វាជាទម្រង់មួយទៀតគឺមាន name មាន type ដើម្បីឲ្យយើងអាចបង្កើត variable ហើយ variable នោះយើងដាក់ឈ្មោះជាអ្វីប្រភេទ data ជាប្រភេទអ្វីដូច្នេះនៅក្នុងវីដេអូនេះយើងនឹងទៅបង្កើតប្រភេទ variable ជាមួយគ្នាហើយការកំណត់ variable នោះតើយើងជ្រើសរើសប្រភេទដូចបដិចឲ្យត្រូវជាមួយនឹងប្រភេទទិន្នន័យរបស់យើងខ្ញុំចង់បញ្ជាក់មួយទៀតទៅលើចំណុច variable view ហើយនិង data view នៅពេលដែលសិស្សនិស្សិត copy ទិន្នន័យអីគឺហាម copy path ទៅលើ variable view នៅពេលដែល variable view មានន័យថានៅកន្លែងបង្កើត variable ប្រភេទនៃ variable និងຂະຫນາດនៃ variable ចឹងការ path value មួយ copy ពីណាមក path នៅលើផ្ទៃនៃតារាងនេះគឺវា load error អាចធ្វើឲ្យគាំងកម្មវិធីហើយវាបិទ automatic តែម្ដងក្នុងការបង្ហាញទិន្នន័យ view ទិន្នន័យគឺគេធ្វើនៅលើ data view ឥឡូវកុំឲ្យខាត់ពេកយើងចូលបង្កើត variable view មួយកន្លែង name នេះយើងអាចដាក់ឈ្មោះថាយើងដាក់ឈ្មោះថា ID ចឹងឈ្មោះ ID នេះដូចបញ្ជាក់អញ្ចឹងគឺយើងប្រើជា shortcut ទេជាឈ្មោះជាអក្សរខ្លីៗសម្គាល់ទៅលើឈ្មោះ variable នៅពេលដែលយើងយក cursor ទៅចុចនៅកន្លែងប្រភេទទិន្នន័យ default វា automatic វា generate ឲ្យជា number ពាក់ព័ន្ធនឹង
width នេះគឺវាឲ្យ8 digit ហើយក្រោយក្បៀសវាឲ្យជា2 digit នេះសម្រាប់ label តើ ID នោះមានន័យថាដូចម្តេចយើងអាចបំពេញនៅកន្លែងនេះតើជា ID student ID teacher ID ឬក៏ coworker ID វាអាស្រ័យទៅលើទិន្នន័យជាក់ស្ដែងឥឡូវពាក់ព័ន្ធនឹងប្រភេទទិន្នន័យនេះ ID ជាទូទៅបើទោះបីជាកន្លែងមួយចំនួនគេកំណត់មកគេបង្ហាញទិន្នន័យមកជាលេខក៏ដោយយើងមើលឃើញនឹងភ្នែកថាជាលេខជា standard មួយគឺប្រភេទទិន្នន័យគេកម្រជាដាក់ data type ជា numeric គឺគេកំណត់ជា string ឥឡូវយើងចុចលើហ្នឹងមកយើងកំណត់វាជា string មកចឹងតើប្រភេទទិន្នន័យជា string ដែលយើងកំណត់ឲ្យ variable id maximize យើងកំណត់បានប្រមាណ digit ប្រមាណ character ប្រមាណតួអក្សរ default វា8តួអក្សរយើងអាចដូរដាក់ថា5តួអក្សរឬក៏6តួអក្សរឬក៏20តួអក្សរវាអាស្រ័យទៅលើជាក់ស្ដែងទៅលើទិន្នន័យរបស់ organization ហ្នឹងអញ្ចឹងយើង default យើងយក8ទៅដូចយើងបានឃើញពាក់ព័ន្ធទៅលើ decimal នេះគឺ default 0ហើយវាអត់ឲ្យយើងដូរទេព្រោះឯ decimal នេះគឺតួនាទីវាដើរតាមតែប្រភេទទិន្នន័យជា numeric អញ្ចឹងកន្លែងនេះវា disable ចោលហើយប្រភេទ value នេះក៏យើងអត់ត្រូវការប្រើប្រាស់ដែរនៅយើងអត់ប្រើប្រាស់ដោយសារ variable name គឺ id យើងអត់មានតម្រូវការប្រើជា value ទេអញ្ចឹងវាប្រើនៅប្រភេទទិន្នន័យផ្សេងអញ្ចឹងយើងបិទចោលវិញសិនមក missing value none យើងយក default ហើយ column អូខេ column left align នេះគឺថាយើងនៅពេលដែលយើង view data នៅលើ data view នេះតើ id ដែលយើងវាយបញ្ចូលនោះឲ្យវាតម្រៀបពីខាងឆ្វេងឬទៅកណ្ដាលទៅស្ដាំឬក៏កណ្ដាលលក្ខណៈតម្រៀបតម្រឹមវាដូចលើ Excel ដូចគ្នាអូខេពាក់ព័ន្ធនឹង measure នេះគឺយើងយក nominal ធម្មតាមកចំពោះ role ការជ្រើស role នេះគឺមានសារៈសំខាន់ណាស់នៅពេលដែលយើងចង់ធ្វើការវិភាគទិន្នន័យតើ variable ដែលយើងប្រកាសនោះយើងនៅពេលដែលយើងធ្វើការវិភាគតើទិន្នន័យ id នោះវាជាអថេរមួយឯករាជ្យឬមិនអថេរអាស្រ័យគេហៅថា independent variable និង dependent variable ចំពោះ input ការជ្រើសរើសយក input គឺយើងជ្រើសរើសសម្រាប់ variable ដែលជាប្រភេទ independent variable មានន័យថាទិន្នន័យនោះគឺជាទិន្នន័យឯករាជ្យហើយយើងប្រើប្រាស់វាដើម្បីយកទៅព្យាករណ៍ឬក៏យើងយកទៅធ្វើការវិភាគចំពោះ target យើងជ្រើសរើស target នៅពេលប្រភេទទិន្នន័យនោះជាប្រភេទទិន្នន័យអាស្រ័យឬក៏ dependent variable មានន័យថាជាប្រភេទទិន្នន័យមួយ
គឺវាពឹងផ្អែកទៅលើ variable ឯករាជ្យឬក៏ជាប្រភេទ variable មួយយើងប្រើប្រាស់វាសម្រាប់ធ្វើការ estimate ធ្វើការបញ្យល់បកស្រាយដោយផ្អែកទៅលើ variable ឯករាជ្យអញ្ចឹងពីរនឹងខុសគ្នាហើយបើសិនជាយើងរើសយកboth ទាំងពីរមានន័យថាទាំង input ទាំង target ជំនឿថា variable ដែលយើងកំពុងជ្រើសរើសយក role មួយនេះវាមានទាំង independent variable និង dependent variable ឥឡូវពាក់ព័ន្ធនឹង ID នេះគឺជាប្រភេទយើងយក input ឥឡូវយើងបង្កើត variable មួយទៀតយើងដាក់ថាយើងដាក់ថា salary ចឹងខ្ញុំគ្រាន់តែចង់បញ្ជាក់ថាទិន្នន័យ salary នេះតើយើងគួរជ្រើសរើសប្រភេទទិន្នន័យជាអ្វីចឹងកន្លែងនេះខ្ញុំរើសជាប្រភេទជា numeric ហើយអូខេក្រោយពីនេះខ្ញុំយកពី digit label យើងអាចដាក់អ្វីក៏បានហើយយើងចូលមកកន្លែងនេះមានន័យថា align នេះមានន័យថាឲ្យតែពាក់ព័ន្ធនឹងជា numeric គឺវាតម្រឹមទៅស្ដាំឲ្យ automatic ជា standard មួយហើយមានន័យថា salary នេះក៏វាជា input ដែរអានឹងអាស្រ័យលើប្រភេទទិន្នន័យរបស់យើងតើទិន្នន័យដែលយើងប្រមូលបានតើទិន្នន័យដែលយើងប្រមូលបានតើមួយណាជា independent variable មួយណាជា dependent variable គឺអាស្រ័យលើទិន្នន័យអ្នកទាំងអស់គ្នាក្នុងការប្រមូលហើយរៀបចំហើយបង្កើតជា variable ជ្រើសរើសប្រភេទឲ្យត្រូវមកតើយើងយកវាប្រើប្រាស់វាក្នុងគោលបំណងបញ្យល់បកស្រាយឬក៏ធ្វើការព្យាករណ៍យ៉ាងម៉េចតាមការជាក់ស្ដែងយើងចូលមកចំណុចមួយគឺពាក់ព័ន្ធទៅលើ data view នេះចំពោះការបង្កើត variable ខ្ញុំបង្កើតជាឧទាហរណ៍ពីនេះឲ្យអ្នកទាំងអស់គ្នាបានយល់ហើយយើងចូលទៅបង្កើត data យើងចូល data view មកនេះជា column ជា variable ដែលយើងបានបង្កើតឲ្យមុននឹងពីមាន ID មាន salary នៅពេលដែលអ្នកបញ្ចូលអ្នកយើងអាចប្រើ key បញ្ចូលទិន្នន័យក្នុងចូលមកដូចជា ID អ្នកទី1 ID លេខបានអូខេឥឡូវ ID ទី1 salary 120 C02 salary 300អញ្ចឹងការបញ្ចូលទិន្នន័យយើងបញ្ចូលបន្តទាំងមានប្រមាណអ្នកមាន20អ្នកយើងបញ្ចូលដល់នេះមកហើយយើងអាចចូលទៅបដូរប្រភេទ variable ឬក៏បដូរនៅ data type វាវិញបានយើងចូល data view នេះយើងអាចកំណត់ថា
ប្រភេទនេះយើងយកអត់យកក្រោយក្បៀសទេហើយនេះយើងយកតែ3ទេតែមើលពេលយើងវាយលើចាំវាចេញមិនហើយឥឡូវយើងចូល data view នេះវិញអញ្ចឹងកន្លែងនេះកាត់ក្បៀសចោលហើយដូចជា C ហើយចំពោះការបង្កើត data នៅលើ SPS ក្នុងវីដេអូនេះយើងមានប៉ុណ្ណឹង